Ok,សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីកម្មវិធីកុំព្យូទ័រមួយដែលខ្ញុំបានបង្កើតឡើងហើយមុខងាររបស់វាគឺប្រើក្នុងការbackup ហើយនិង restore database អញ្ចឹងខ្ញុំនឹងបង្ហាញពីមុខងារដែលវាមាននៅហ្នឹងវាមានពីរ function ហ្នឹងអញ្ចឹងថាតើវាដំណើរការរបៀបម៉េចវាអត់ខុសអីពី SQL ទេវាគ្រាន់តែថានៅក្នុងនេះវាមានភាពងាយស្រួលជាង SQL បន្តិចដោយសារយើងយកមក customize ថែមអញ្ចឹងខ្ញុំคลิก install software មួយហ្នឹងមកដល់ឥឡូវនេះវាសួរយើងថាតើយើងចង់ទៅឡើងសម្រាប់ all user នៅលើកុំព្យូទ័រហ្នឹងឬក៏សម្រាប់តែយើង user យើងមួយហ្នឹងតែឯងទេអញ្ចឹងសម្រាប់ខ្ញុំចូល all ហើយព្រោះអត់មានអីច្រើនទេហើយកន្លែងនេះវាជា license agreement អញ្ចឹងអ្នកគ្នាអាចមើលទៅអញ្ចឹងខ្ញុំចុច accept មកហើយខ្ញុំធ្វើការ next មកដល់កន្លែងនេះយើង next ទៀតទៅវាគ្រាន់សួរយើងថាយើងចង់ទៅឡើង application ហ្នឹងនៅក្នុង drive មួយណាចង់ទៅឡើងនៅក្នុង drive B ឬក៏ drive C ទីតាំងអញ្ចឹងខ្ញុំអត់ធ្វើអីទេខ្ញុំចុច next ទៀតខ្ញុំយក default របស់វាដល់កន្លែងនេះវាសួរយើងទៀតយើងចង់ដាក់ឈ្មោះហ្នឹងឬក៏មិននេះ create the program shortcut កន្លែង start up menu អញ្ចឹងបើយើងចុចយក create យើង create ទៅបើដាក់ don't create វាអត់ create យើងទេអញ្ចឹងខ្ញុំ create មួយទៀតហើយខ្ញុំ next ទៀតមកដល់កន្លែងនេះយើងបង្កើត shortcut នេះ icon ខាងលើកុំព្យូទ័រហ្នឹងអាហ្នឹងគេហៅ shortcut អញ្ចឹងយើងបង្កើតវាមួយទៀតមកហើយខ្ញុំធ្វើការចុច next ទៀតមកដល់កន្លែងនេះវាជា additional information ទេយើង install បានអូខេបន្តមកខ្ញុំធ្វើការ launch app ហ្នឹងមកនេះគឺយើងបាន program ហ្នឹងមកហើយអញ្ចឹងនៅក្នុងហ្នឹងយើងអាចធ្វើការ backup database restore database គឺមុខងារវាមានតែពីរហ្នឹងឯងប៉ុន្តែចំណុចពិសេសរបស់វាត្រង់ថាអឺវាងាយស្រួលក្នុងការយើង backup យើងអត់ចាំបាច់ទៅបញ្ចូល information ដូចដាក់ extension ដាក់អីទេដាក់ឈ្មោះដាក់អីទេអញ្ចឹងខ្ញុំធ្វើការចុច connected server សិនដើម្បីយើងមានសិទ្ធិ access ទៅកាន់ database ដែលមានអញ្ចឹងធ្វើការ connected server អញ្ចឹងនៅពេលដែល load connect successful ហើយយើងចុច OK មកវានឹងឲ្យ list database យើងអាចចុចបានអញ្ចឹងខ្ញុំធ្វើការ backup database កាហ្វេមួយចុះឧទាហរណ៍អញ្ចឹងខ្ញុំរើស database កាហ្វេហើយអ្នកទាំងអស់គ្នានឹងឃើញមានឈ្មោះ default មួយវាមកអូតូម៉ាទិកឲ្យយើងហ្មងគឺ cafe full backup ថ្ងៃខែហើយនឹងម៉ោង .bak បើសិនជាយើង backup នៅក្នុង SQL គឺយើងត្រូវទៅ menu សរសេរទាំងអស់ព្រោះហ្នឹងយើងសរសេរខ្លួនឯងហើយ extension នេះក៏យើងត្រូវដាក់ខ្លួនឯងដែរហ្នឹងហើយជាចំណុចដែលវាងាយស្រួលសម្រាប់យើងគឺវាមកអូតូម៉ាទិកឬក៏យើងអាច suggest name ហ្មងចុច suggest name គឺវានឹង auto increase អាលេខខាងក្រោយនេះឲ្យប៉ុន្តែលេខខាងក្រោយហ្នឹងគឺវាដើរតាមរយៈម៉ោងរបស់យើងអូខេអញ្ចឹងបន្ទាប់មកខ្ញុំធ្វើការ restore វាចូលទៅកាន់ទីតាំងណាមួយឧទាហរណ៍ខ្ញុំដាក់នៅក្នុងទីតាំង DBMS ចុះខ្ញុំដាក់នៅហ្នឹងចុះហើយខ្ញុំធ្វើការ select this folder បន្តមកទៀតយើងយក use compress នេះយើង take អាកន្លែង use compress នេះបែរថាយើង compress database ឲ្យវាមានទំហំតូចកុំឲ្យវាធំពេកអញ្ចឹងណាអញ្ចឹងហើយបន្ទាប់ពីយើងបំពេញព័ត៌មានប៉ុណ្ណឹងហើយយើងគ្រាន់តែចុច execute backup ទៅគឺវានឹង backup អា database ហ្នឹងឲ្យយើង auto បន្តិចទេអញ្ចឹងនេះវាដាក់ថា backup គឺ complete successful អញ្ចឹងទៅចុច OK មកការ backup របស់យើងគឺជោគជ័យហើយហើយមួយទៀតការ restore ដូចគ្នាអញ្ចឹងខ្ញុំទៅយក database ហ្នឹងដដែលយកមកធ្វើការ restore ចូលទៅកាន់ database របស់យើងអញ្ចឹងដើម្បី restore អ្នកនរគ្នាគ្រាន់ចុចទៅលើ database ហើយវានឹងចាប់យកឈ្មោះ new database name របស់យើងហើយនៅពេលដែលវាចាប់យក new database name របស់យើងហើយគឺវាអត់ងាយនឹង override ទៅលើទីតាំងឬក៏ទៅលើ database ចាស់ៗទេដោយសារអីគឺវាមានឈ្មោះផ្សេងហើយoption ដែលដាក់ override គឺខ្ញុំដកចោលអស់ហើយខ្ញុំទុកតែមួយមុខគត់គឺ new database name ហ្នឹងឯងបើសិនជា override គឺវានឹង load error ហើយអូខេអញ្ចឹងបន្ទាប់ពីអ្នកនរគ្នាដាក់ឈ្មោះនឹងហើយឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំ backup វិញខ្ញុំដាក់ឈ្មោះថា cafe management ចុះអូខេយើងដាក់ cafe management ខ្ញុំអញ្ចឹងបន្ទាប់ពីដាក់ឈ្មោះហើយយើងក៏លេចមកមើលកន្លែង restore option នេះតើយើងចង់ take leave database in no ignore recovery state for logs restore ឬក៏អត់កន្លែងហ្នឹងនៅក្នុង SQL ក៏វាមានកន្លែង take ហ្នឹងដែរភាគច្រើន database ខ្លះវាមានជាប់អា take ហ្នឹងមក database ខ្លះអត់មានទេតែសម្រាប់ tool មួយនេះគឺវានឹងអត់មាន take ឲ្យយើងទាំងអស់អញ្ចឹងអា default កន្លែងនេះយើងមិនចាំ take ទេយើង untick វាអញ្ចឹងត្រូវហើយបន្ទាប់ពីយើងដាក់ database ប៉ុណ្ណឹងហើយយើងអាច click ទៅ execute ដើម្បី restore database ហ្នឹងអញ្ចឹងវា load 100%គឺrestore database cafe management ជោគជ័យហើយអូខេ
បន្តមកទៀតចំណុចដែលមាននៅនឹងមួយចំនួនដូចជា icon នេះបើសិនជាអ្នកនរគ្នាស្រឡាញ់ icon ផ្សេងមាន icon ផ្សេងអាចដូរបានតែរបស់ខ្លួនឯងអាចដូរទៅរបស់អ្នកនរគ្នាបាន icon នេះហើយនេះដូចគ្នាយើងអាចដូរទៅលើអីគេនេះអាចដូរលើនេះព្រោះនេះហើយយើងដូរឲ្យមើលយើងអាចដូរអានេះបានយើងអាចដាក់អានេះ default ឬក៏ classic ឬក៏ Vista អញ្ចឹងទៅអាចដូរបានហើយកន្លែងនេះគឺ about app ហើយនឹងចុងក្រោយ help អាចទៅ visit website ខ្ញុំបានអ្នកនេះអាចក៏ click ទៅលើនេះទៅវានឹងទៅកាន់ website ខ្ញុំហើយក្នុងហ្នឹងមាន Telegram bot ពីច្រើនដែលអ្នកនេះអាចប្រើប្រាស់បានទីមួយ bot គីមីវិទ្យា bot គណិតវិទ្យាអាចគណនាបុកលេខបានអានេះអាចលក្ខណៈថាអាចទាញយកអក្សរចេញពីរូបភាពបានអានេះអាចចុច color ពណ៌កូដពណ៌សម្រាប់អ្នកប្រើ HTML អីគឺអាចយកអានេះទៅប្រើសម្រាប់រាវរកពណ៌បានមិនបាច់ចាំទៅចូល website គេទេអាចប្រើ bot ទៅសុវត្ថិភាពជាងហើយមាន bot ផ្សេងៗទៀតដូច MP3 converter dictionary អង់គ្លេសហើយនឹង get info អានេះសម្រាប់អ្នកធ្វើ Telegram bot ឯងត្រូវការហ្នឹងហើយគាត់ត្រូវដឹងពីពួកហ្នឹងដែរអញ្ចឹងសម្រាប់វីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយទៀត